ក្លឹប Aston Villa ត្រូវបានរាយការណ៍ថាបានឈានបលកិច្ចព្រមព្រៀងជាមួយក្លឹប Atletico Madrid ដើម្បីនាំយកខ្សែបម្រើអន្តរជាតិអង់គ្លេស Conor Gallagher មកដេញក្នុងទម្រង់ខ្ចីជើងរួមជាមួយជម្រើសក្នុងការទិញដាច់កិច្ចព្រមព្រៀងនៃលក្ខខណ្ឌផ្ទេរគឺជាការខ្ចីជើងរហូតដល់ចប់រដូវកាល2025-26សម្រាប់ជម្រើសតម្លៃក្នុងការទិញដាច់ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល35ទៅ40លានអឺរ៉ូប្រហែល30ទៅ34លានផោនបន្ទាប់ពីផ្ទេរទៅកាន់អេស្ប៉ាញកាលពីរដូវក្តៅឆ្នាំ2024 Gallagher ហាក់មិនសូវទទួលបានឱកាសលេងក្នុងជម្រើសដំបូងជាប់លាប់ក្រោមការដឹកនាំរបស់លោក Diego Simeone នៅរដូវកាលទី2នេះឡើយលោក Unai Emery ចង់បានខ្សែបម្រើដែលមានថាមពលនិងបទពិសោធន៍ក្នុង Premier League ដើម្បីមកពង្រឹងតំបន់កណ្ដាលសម្រាប់ការប្រជែងយកកៅអី Champions League និងពានរង្វាន់ FA Cup ដែលពួកគេទើបតែយកឈ្នះ Spurs ការត្រឡប់មកកាន់ Premier League វិញរបស់ Gallagher នឹងក្លាយជាការបន្ថែមដ៏សំខាន់សម្រាប់ Aston Villa ព្រោះលោក Unai Emery ធ្លាប់បានបង្ហាញការចាប់អារម្មណ៍លើរូបគេតាំងពីមុនពេលគេចាកចេញពី Chelsea ម្លេះចាប់តាំងពីផ្ទេរពី Chelsea ក្នុងតម្លៃប្រហែល36លានផោនកាលពីរដូវក្តៅឆ្នាំ2024 Gallagher បានឆ្លងកាត់ការផ្លាស់ប្ដូរច្រើនដោយចាប់ផ្ដើមបានយ៉ាងល្អនៅរដូវកាលដំបូងប៉ុន្តែនៅពាក់កណ្ដាលរដូវកាលទី2នេះ2025-26ឱកាសក្នុងជម្រើស11នាក់ដំបូងចាប់ផ្ដើមថយចុះសម្រាប់ទម្រង់លេង Gallagher នៅតែរក្សាស្មារតីប្រយុទ្ធខ្លាំងនឹងការដណ្ដៅបាល់បានល្អប៉ុន្តែជារឿយៗត្រូវបានបដូរចេញឬដាក់ឲ្យលេងក្នុងតួនាទីការពារច្រើនពេកដែលធ្វើឲ្យសមត្ថភាពរកគ្រាប់បាល់របស់គេមានកម្រិតបើទោះបីជាអ្នកគាំទ្រ Atletico ចូលចិត្តការលះបង់របស់គេប៉ុន្តែប្រព័ន្ធលេងរបស់លោក Simeone ដែលជួនកាលមានភាពតឹងតែងផ្នែកការពារពេកមិនបានផ្ដល់សេរីភាពឲ្យ Gallagher ឡើងទៅតំបន់គ្រោះថ្នាក់ដោយកាលនៅ Chelsea ឬ Crystal Palace ឡើយចំណែកការចូលលេងក្នុងប្រព័ន្ធរបស់ Aston Villa លោក Unai Emery ជាធម្មតាប្រើប្រាក់ទម្រង់ 4-2-2-2 ឬ 4-4-1-1 ដែលតម្រូវឲ្យខ្សែបម្រើមានភាពវៃឆ្លាតនិងមានកម្លាំងរត់ខ្លាំង Gallagher នឹងក្លាយជាចំណែកដ៏ល្អឥតប្រអប់ក្នុងទម្រង់នេះ Gallagher អាចលេងជាខ្សែបម្រើកណ្ដាល2នាក់ជាមួយ Youri Tielemans ឬ Amadou Onana គេនឹងដើរតួយ៉ាងជាអ្នករត់កាត់បាល់និងបង្កើនសម្ពាធលើគូត្រូវចាប់តាំងពីការចាក់ចែងពី Douglas Luiz និងការលក់ Jacob Ramsey ក្លឹប Villa ត្រូវការកីឡាករដែលមានថាមពលខ្ពស់ហើយ Gallagher គឺជាចម្លើយដ៏សម្របសម្រាប់ Villa ដោយគេមិនត្រូវការពេលវេលាសម្រាមតួយុឡើយនេះគឺជាចំណុចសំខាន់សម្រាប់ Aston Villa ក្នុងការប្រជែងយក Top 4 នៅពាក់កណ្ដាលរដូវកាលទី2នេះហើយ Gallagher នឹងជួយឲ្យតំបន់កណ្ដាលរបស់ Villa កាន់តែរឹងមាំក្នុងការតតាំងជាមួយក្រុមធំៗលោក Emery ចូលចិត្តឲ្យខ្សែបម្រើកណ្ដាលម្នាក់ឡើងទៅជួយប្រយុទ្ធ Gallagher មានសមត្ថភាពល្អក្នុងការរត់ចូលប្រអប់ទីនៅពេលត្រឹមត្រូវដើម្បីរកគ្រាប់បាល់មួយវិញទៀតគេធ្លាប់ជាប្រធានក្លឹប Chelsea ដូច្នេះគេនឹងនាំមកនៅបទពិសោធន៍និងភាពជាអ្នកដឹកនាំទៅក្រុមបន្ថែមទៀត